នៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2009បុរសម្នាក់ដែលមានឈ្មោះថាចនជូនអាយុ26ឆ្នាំជានិស្សិតវិទ្យាសាស្ត្រដែលគ្រួសារពួកគេនិយាយថាគាត់ជាបុរសស្មោះត្រង់ដែលបានត្រឡប់មកផ្ទះរបស់គាត់វិញនៅរដ្ឋយូតាជាមួយនឹងភរិយាដែលកំពុងមានផ្ទៃពោះកូនស្រីរបស់គាត់ជាលើកដំបូងនឹងរងចាំថ្ងៃសម្រាលរបស់នាងក្នុងអំឡុងពេលដែលស្នាក់នៅជាមួយគាត់មិត្តភ័ក្តិគ្រួសារចំនួន10នាក់បានរៀបចំធ្វើដំណើរទៅស្វែងរករូងភ្នំមួយដែលមានឈ្មោះថា New Tea Phuthi Cave រូងភ្នំមួយនេះត្រូវបានគេចាត់ទុកថាជារូងភ្នំសម្រាប់អ្នកដែលចាប់ផ្ដើមចូលដំបូងប៉ុន្តែការធ្វើដំណើរនេះបានក្លាយទៅជាសុបិនអាក្រក់ដ៏គួរឲ្យភ័យខ្លាចដែលនាំឲ្យកើតឡើងនៅសោកនាដកម្មមួយក្នុងប្រវត្តិសាស្ត្រដែលហេតុការណ៍មួយនេះបានធ្វើឲ្យរូងភ្នំ New Tea Phuthi Cave ត្រូវបានបិទជារៀងរហូតរូងភ្នំមួយនេះត្រូវបានស្វែងរកដំបូងនៅឆ្នាំ1960វាល្បីដោយសារតែផ្លូវចូលទូចចង្អៀតនិងរអិលមានការបត់បែនជាច្រើនផ្លូវដែលចូល Cave មានទំហំត្រឹមតែ13អ៊ីងប៉ុណ្ណោះបើទោះបីជាយ៉ាងនេះវាជារូងភ្នំដែលមានអ្នកទៅទស្សនាច្រើនណាស់ប្រហែល 5000 ដល់ 25000 នាក់ក្នុងមួយឆ្នាំទោះបីយ៉ាងណាចន្លោះឆ្នាំ1999ដល់2004មានគ្រោះថ្នាក់ធំៗជាច្រើនបានកើតឡើងមនុស្សជាច្រើនបានជាប់ក្នុងរូងភ្នំដ៏ចង្អៀតមួយនោះឧទាហរណ៍ជាក់ស្ដែងបុរសម្នាក់ដែលអាយុ23ឆ្នាំបានជាប់ក្នុងរូងភ្នំនោះជាង7ម៉ោងត្រឹមតែប៉ុន្មានម៉ែត្រពីកន្លែងដែលចនចូលជាប់នៅពីក្រោមតែប៉ុណ្ណោះក្នុងហេតុការណ៍មួយទៀតយុវជនម្នាក់បានជាប់ក្បាលចុះក្រោមពេញមួយយប់មុនពេលពួកគេអាចជួយសង្គ្រោះបានដោយសារតែគ្រោះថ្នាក់ទាំងនេះនៅឆ្នាំ2006ច្រកចូលរូងភ្នំត្រូវបានបិទដោយដែកប៉ុន្តែអ្នកចូលចិត្តចូលរូងភ្នំបានតវ៉ាឲ្យបើកឡើងវិញដូច្នេះពួកគេក៏បានបើកឡើងវិញនៅចុងឆ្នាំ2009រូងភ្នំត្រូវបានបើកឡើងវិញជាមួយនឹងច្បាប់ដ៏សុបត្ថិភាពថ្មីអ្នកដែលចូលក្នុងរូងភ្នំនោះត្រូវតែស្នើសុំសិទ្ធិអនុញ្ញាតចំនួន21ថ្ងៃជាមុនសិននិងត្រូវមានមនុស្សយ៉ាងតិចណាស់2នាក់ដែលមានបទពិសោធន៍ចូលទៅក្នុងរូងភ្នំនឹងជាមួយនៅម៉ោង8យប់នៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2009ចនចូលនិងក្រុមរបស់គាត់បានចូលទៅក្នុងរូងភ្នំមួយនោះពេលដែលគាត់ចូលដំបូងអ្វីគ្រប់យ៉ាងបានដំណើរការបានល្អពួកគេបានទៅដល់បន្ទប់ធំមួយក្នុងរូងភ្នំដែលមានហៅថា Big Slide បន្ទាប់មកបងប្រុសរបស់ចននិងមិត្តភក្តិ2នាក់ទៀតបានសម្រេចចិត្តទៅកាន់ផ្លូវដែលលំបាកជាងនេះដែលគេហៅថា Bird Canal យើងនិយាយពីផ្លូវមួយនេះគឺចង្អៀតខ្លាំងណាស់មានតែអ្នកដែលតិចតួចប៉ុណ្ណោះដែលអាចឆ្លងកាត់អាផ្លូវមួយនេះបានចនដែលមានរាងតូចស្ដើងនិងរឹងមាំគិតថាវាមិនមានជាបញ្ហាអីទេគាត់បានចូលទៅមុនបញ្ជាក់បន្តិចអ្នកគ្នារបៀបថាចូលមិនមែនដើរចូលឬក៏លូនចូលទេគឺវាចូលតែម្ដងប៉ុន្តែដោយមិនដឹងខ្លួនគាត់បានបង្វែងផ្លូវទៅកាន់ផ្លូវមួយទៀតដែលគេហៅថា Hope Screw ផ្លូវមួយនេះគឺពិបាកជាងផ្លូវមិញគុណនឹង10តែម្ដងដោយសារតែវាទូចណាស់មានតែអ្នកដែលដង្ហើមឬក៏រាងកាយរបស់គាត់ស្ដើងខ្លាំងមែនទែនទើបអាចបត់បែនតាមផ្លូវមួយនឹងបានចនបានបន្តវាទៅមុខរហូតដល់ថ្នាក់ផ្លូវកាន់តែទូចរហូតទូចហើយគាត់នៅតែចូលទៀតចុងក្រោយគាត់មិនអាចត្រឡប់ក្រោយបានទៀតទេពេលនោះគាត់បានក្រឡេកមើលឃើញរនទូចមួយគាត់គិតថាប្រហែលជាដល់កន្លែងហ្នឹងវានឹងធំជាងកន្លែងដែលគាត់កំពុងនៅបច្ចុប្បន្នតែពេលគាត់ចូលហើយវាមិនមែនជាកន្លែងដែលដូចដែលគាត់គិតទេគឺជាកំហុសដ៏ធំបំផុតរបស់គាត់ដែលបានជ្រើសគាត់បានវាចូលទៅក្នុងរុនដែលមានទំហំត្រឹមតែ10គុណនឹង18អ៊ីងតែប៉ុណ្ណោះហើយវាជាច្រកដែលធ្លាក់ចុះទៅក្រោមហើយវាទៅក្រោមមិនមានអីទៅមុខទៀតណាដើម្បីឆ្លងកាត់ថ្មដែលខាងមុខគាត់ដោយសារវាទៅថ្មបន្តិចហ្នឹងគាត់បានដកដង្ហើមចូលដើម្បីឲ្យពោះគាត់មើលទៅរៀងទួចដើម្បីចូលបានស្រួលប៉ុន្តែគួរឲ្យសោកស្ដាយពេលដែលគាត់ដកដង្ហើមចេញទៅវិញទ្រូងរបស់គាត់បានពង្រីកមៀតហើយគាត់បានជាប់គាំងទាំងស្រុងនៅក្នុងកន្លែងហ្នឹងតែម្ដងកន្លែងដែលគាត់ជាប់មានទំហំប្រហែលជាម៉ាស៊ីនបោកកៅអៅទូចមួយប៉ុណ្ណោះចនព្យាយាមរើខ្លួនប៉ុន្តែមិនអាចចេញបានគាត់បានស្រែកហៅប្អូនប្រុសរបស់គាត់នៅពេលចសបានមកដល់ដំបូងគាត់គិតថាវាជារឿងគាត់តែលេងសើចតែប៉ុណ្ណោះប៉ុន្តែពេលដែលមើលទៅចិត្តគាត់គឺជាបញ្ហាដ៏ធ្ងន់ធ្ងរនិងមិនអាចរំពឹងទុកតែម្ដងគាត់ព្យាយាមទាញចនចេញប៉ុន្តែចនរអិលកាន់តែទៅក្រោមទៅក្រោមទៅទៀតពេលនោះចនជាប់ក្បាលចុះទៅក្រោមមិនអាចផ្លាស់ទីបានតតែសោះអូនប្រុសរបស់គាត់បានចេញពីរូងភ្នំនោះបានទេទូរស័ព្ទទៅ911បន្ទាប់ពីទេទូរស័ព្ទរួចប្រហែលជា3ម៉ោងអ្នកសង្គ្រោះដំបូងបានមកដល់មនុស្សជាច្រើនបានព្យាយាមជួយគាត់ដោយប្រើខ្សែនិងប្រព័ន្ធ police ដើម្បីទាញគាត់ចេញប៉ុន្តែបញ្ហាធំដោយសារតែចន់ជាប់ក្បាលចុះទៅក្រោមយូរពេករាងកាយមនុស្សមិនអាចស្ថិតនៅក្នុងទីតាំងនេះបែបថាយើងវាឈោប្រចាស់ជំនាញផែនដីអញ្ចឹងប្រហែលជាចំសម្ពាធឈាមឬក៏អីវានឹងរត់ខុសគ្នាអីដោយដែលថាអញ្ចឹងពេលហ្នឹងឈាមបានចាប់ផ្ដើមហូរសង្កត់ទៅកាន់ខួរក្បាលនិងសួតធ្វើឲ្យដង្ហើមកាន់តែពិបាកហើយដល់ពេលជួយសង្គ្រោះជាង19ម៉ោងក្រុមអ្នកសង្គ្រោះបានទាញគាត់ឡើងវិញបានបន្តិចប៉ុន្តែចនបាននិយាយទាំងវល់អ្នកគ្នាយើងបងតាស៊ីសើ19ម៉ោងហើយរឿងវល់មកស្ដាប់អត់ចង់បានរបៀបដែលគាត់ចង់មានន័យនឹងគាត់ចង់និយាយថាក្បាលរបស់គាត់បានដាំក្បាលចុះទៅក្រោមយូរពេកធ្វើឲ្យគាត់ឈឺជើងរហូតហ្មងឈឺឡើងខ្លាំងមែនតើដល់ថ្នាក់គាត់និយាយលេងចាញ់ហ្មងប៉ុន្តែភ្លាមនោះប្រព័ន្ធប៉ូលីសបានខូចចនបានរអិលធ្លាក់ចុះទៅក្រោមវិញយ៉ាងលឿនបន្ទាប់ពីនោះហើយគាត់បានឆ្លើយតបអ្វីទាំងអស់លេងឮសំឡេងគាត់ហើយគេបានប្រកាសថាគាត់បានស្លាប់នៅម៉ោង11:50
យប់ថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2009ត្រូវបានប្រកាសថាស្លាប់ក្រោយពេលជាប់ក្នុងរូងភ្នំជាង28ម៉ោងដោយសារតែគ្រោះថ្នាក់និងការលំបាកក្រុមអ្នកសង្គ្រោះមិនបានយកសាកសពរបស់គាត់ចេញទេចុងក្រោយរាជរដ្ឋាភិបាលបានសម្រេចបិទរូងភ្នំនោះដោយចាក់បេតុងដោយសាកសពរបស់គាត់នៅខាងក្នុងនោះជារៀងរហូតបច្ចុប្បន្នឬក៏សប្តាហ៍ថ្ងៃនេះ John Jones នៅតែស្ថិតនៅក្នុងរូងភ្នំនោះជាការរំលឹកដ៏គួរឲ្យភ័យខ្លាចថាការស្វែងរករូងភ្នំវាពិតជាគ្រោះថ្នាក់ខ្លាំងមែនតើបើយើងគ្មានបទពិសោធន៍អរគុណអ្នកនរដែលបានស្ដាប់វីដេអូនេះពីដើមរហូតដល់ចប់ដូច្នេះខ្ញុំឡាស្វ័យសូមអរគុណនិងសូមគោរពលាបាយបាយ System that was helping to hold him in position. One of the devices as part of that system failed, and Mr. Jones actually ended up falling back into the area where he had been stuck for so long.